សម្លម្ជូរគ្រឿងសាច់គោកំភួនស្រួយលាយជាមួយនឹងពោះគោមានរសជាតិឆ្ងាញ់សាច់គោវិញដែរញ៉ាំទៅស្រួយស្រួយសម្លវិញដែរធំក្លិនឈ្ងុយពោះគោសម្លម្ជូរគ្រឿងធ្វើពេលណាក៏ឆ្ងាញ់ហើយញ៉ាំអត់ចេះតលន់បានញ៉ាំជាមួយម្ទេសហឹរទៀតមកគឺថាឆ្ងាញ់ត្រូវចិត្តគ្នាមែនតើអញ្ចឹងឥឡូវនេះមកពីវិធីធ្វើទាំងអស់គ្នាគ្រឿងវិញដែរមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចល្មៀតរំដេងខ្ទឹមសខ្ទឹមក្រហមម្ទេសផ្លោកក្រៀមហើយនិងប្រហុកផងដែរបន្ទាប់មកចាប់ផ្ដើមដាក់ឆ្នាំងចាក់ប្រេងចូលគ្រឿងមុននឹងយើងអាចយកទៅបុកក៏បានឬយកទៅកិនបែបនេះក៏បានដែរដាក់គ្រឿងចូលហើយចាប់ផ្ដើមលីងគ្រឿងទាំងអស់នោះឡើងក្លិនឈ្ងុយបានល្អសិនបន្ទាប់ពីគ្រឿងយើងបានឡើងក្លិនឈ្ងុយល្អហើយចាប់ផ្ដើមចាក់សាច់គោចូលសាច់គោសម្រាប់ស្លម្ជូរគ្រឿងដែរខ្ញុំប្រើផ្នែកកពួនស្រួយមួយដុំហាន់ជាប្រទេសស្ដាងល្មមដាក់លាយជាមួយនឹងពោះគោផងដែរគ្រឿងយើងបានឈ្ងុយល្អហើយចាប់ផ្ដើមចាក់សាច់គោហើយនិងពោះគោចូលបន្ទាប់មកយើងឆាសាច់ជាមួយនឹងគ្រឿងឲ្យបានសព្វចូលគ្នាល្អសិនកន្លែងនេះដែរយើងកំតាន់អាចចាក់ទឹកចូលភ្លាមឆាសាច់គោឲ្យឡើងក្លិនឈ្ងុយឲ្យចេញទឹកប្រៃពីសាច់គោសិនធ្វើបែបហ្នឹងតសម្លយើងមានក្លិនឈ្ងុយហើយក៏មានធំក្លិនឆ្អាបចេញពីសាច់គោដែរបន្ទាប់ពីយើងឆារហូតតសាច់គោយើងបានចេញទឹកល្មមហើយចាប់ផ្ដើមផ្សំគ្រឿងចូលមានដូចជាអំបិលម្សៅស៊ុបដាក់ស្ករសបន្តិចផងដែរហើយនិងទឹកត្រីម្ជូរវិញដែរខ្ញុំប្រើជាមួយនឹងម្ជូរម្សៅអំពិលបែបនេះបាទទាំងអស់គ្នាមានម្ជូរអំពិលទុំដាក់ចូលសម្លកាន់តែមានរសជាតិជូរឆ្ងាញ់ឆាគ្រឿងទាំងអស់នោះឲ្យបានចូលចិត្តគ្នាជាមួយនឹងសាច់បន្ទាប់មកចាប់ផ្ដើមចាក់ទឹកចូលសាច់គោកំភួនស្រួយនេះរាងស្វិតអញ្ចឹងត្រូវការរំងាស់សាច់គោឲ្យឡើងផុយបានល្អសិនដាក់សាច់គោរំងាស់រយៈពេល15ទៅ20នាទីតែប៉ុណ្ណឹងមកសាច់គោយើងឆ្អិនឲ្យផុយល្មមតែបើសិនជាយើងស្លជាមួយសាច់គោធម្មតាមិនបាច់ត្រូវការរំងាស់យូរក៏បានដែរសាច់គោធម្មតាគឺលះផុយសាច់គោបានតុនផុយល្អហើយចាប់ផ្ដើមចាក់បន្លែតកួនចូលហើយបន្ថែមជាមួយនឹងម្ទេសផ្លោកចូលផងដែរម្ទេសនេះដែរបានទាំងអស់គ្នាចូលចិត្តទេមិនបាច់ដាក់ក៏បានដែរដាក់បន្លែទាំងអស់នោះឲ្យឆ្អិនតែមួយពុះតែប៉ុណ្ណឹងមិនអាចបិទភ្លើងបានទេបានទាំងអស់គ្នាមានម្រះព្រៅដាក់ម្រះព្រៅចូលទៀតមកសម្លយើងកាន់តែមានក្លិនឈ្ងុយឆ្ងាញ់ឥឡូវនេះសម្លម្ជូរគ្រឿងបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងវីដេអូធ្វើសម្លម្ជូរគ្រឿងថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយសម្លម្ជូរគ្រឿងសាច់គោកំភួនស្រួយលាយជាមួយនឹងពោះគោមានរសជាតិឆ្ងាញ់សាច់គោវិញដែរញ៉ាំទៅស្រួយស្រួយសម្លវិញដែរធំក្លិនឈ្ងុយពោះគោសម្លម្ជូរគ្រឿងធ្វើពេលណាក៏ឆ្ងាញ់ហើយញ៉ាំអត់ចេះតលន់បានញ៉ាំជាមួយម្ទេសហឹរទៀតមកគឺថាឆ្ងាញ់ត្រូវចិត្តគ្នាមែនតើអញ្ចឹងឥឡូវនេះមកពីវិធីធ្វើទាំងអស់គ្នាគ្រឿងវិញដែរមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចល្មៀតរំដេងខ្ទឹមសខ្ទឹមក្រហមម្ទេសផ្លោកក្រៀមហើយនិងប្រហុកផងដែរបន្ទាប់មកចាប់ផ្ដើមដាក់ឆ្នាំងចាក់ប្រេងចូលគ្រឿងមុននឹងយើងអាចយកទៅបុកក៏បានឬយកទៅកិនបែបនេះក៏បានដែរដាក់គ្រឿងចូលហើយចាប់ផ្ដើមលីងគ្រឿងទាំងអស់នោះឡើងក្លិនឈ្ងុយបានល្អសិនបន្ទាប់ពីគ្រឿងយើងបានឡើងក្លិនឈ្ងុយល្អហើយចាប់ផ្ដើមចាក់សាច់គោចូលសាច់គោសម្រាប់ស្លម្ជូរគ្រឿងដែរខ្ញុំប្រើផ្នែកកពួនស្រួយមួយដុំហាន់ជាប្រទេសស្ដាងល្មមដាក់លាយជាមួយនឹងពោះគោផងដែរគ្រឿងយើងបានឈ្ងុយល្អហើយចាប់ផ្ដើមចាក់សាច់គោហើយនិងពោះគោចូលបន្ទាប់មកយើងឆាសាច់ជាមួយនឹងគ្រឿងឲ្យបានសព្វចូលគ្នាល្អសិនកន្លែងនេះដែរយើងកំតាន់អាចចាក់ទឹកចូលភ្លាមឆាសាច់គោឲ្យឡើងក្លិនឈ្ងុយឲ្យចេញទឹកប្រៃពីសាច់គោសិនធ្វើបែបហ្នឹងតសម្លយើងមានក្លិនឈ្ងុយហើយក៏មានធំក្លិនឆ្អាបចេញពីសាច់គោដែរបន្ទាប់ពីយើងឆារហូតតសាច់គោយើងបានចេញទឹកល្មមហើយចាប់ផ្ដើមផ្សំគ្រឿងចូលមានដូចជាអំបិលម្សៅស៊ុបដាក់ស្ករសបន្តិចផងដែរហើយនិងទឹកត្រីម្ជូរវិញដែរខ្ញុំប្រើជាមួយនឹងម្ជូរម្សៅអំពិលបែបនេះបាទទាំងអស់គ្នាមានម្ជូរអំពិលទុំដាក់ចូលសម្លកាន់តែមានរសជាតិជូរឆ្ងាញ់ឆាគ្រឿងទាំងអស់នោះឲ្យបានចូលចិត្តគ្នាជាមួយនឹងសាច់បន្ទាប់មកចាប់ផ្ដើមចាក់ទឹកចូលសាច់គោកំភួនស្រួយនេះរាងស្វិតអញ្ចឹងត្រូវការរំងាស់សាច់គោឲ្យឡើងផុយបានល្អសិនដាក់សាច់គោរំងាស់រយៈពេល15ទៅ20នាទីតែប៉ុណ្ណឹងមកសាច់គោយើងឆ្អិនឲ្យផុយល្មមតែបើសិនជាយើងស្លជាមួយសាច់គោធម្មតាមិនបាច់ត្រូវការរំងាស់យូរក៏បានដែរសាច់គោធម្មតាគឺលះផុយសាច់គោបានតុនផុយល្អហើយចាប់ផ្ដើមចាក់បន្លែតកួនចូលហើយបន្ថែមជាមួយនឹងម្ទេសផ្លោកចូលផងដែរម្ទេសនេះដែរបានទាំងអស់គ្នាចូលចិត្តទេមិនបាច់ដាក់ក៏បានដែរដាក់បន្លែទាំងអស់នោះឲ្យឆ្អិនតែមួយពុះតែប៉ុណ្ណឹងមិនអាចបិទភ្លើងបានទេបានទាំងអស់គ្នាមានម្រះព្រៅដាក់ម្រះព្រៅចូលទៀតមកសម្លយើងកាន់តែមានក្លិនឈ្ងុយឆ្ងាញ់ឥឡូវនេះសម្លម្ជូរគ្រឿងបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងវីដេអូធ្វើសម្លម្ជូរគ្រឿងថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយ